Rương Pre Kla Rương ní Ní dây ông pi Priên Prey mà nẹ chmua đồng Miên vây chiêng sai sập năm plai từ hỏi Quát miên propon nâng côn chầm nuôn pi nẹ Pú đồng chia priên đài miên thvây đai mà nẹ Pú cai nâng thloп bò bánh sắt chia tràn prophet Hỏi sắt na đài quát bánh hỏi Công rõ nâng khó nà Rú tay quát chia priên đài thloп miên bọt pi sọt tràn Nâng chết môn à cung ôm ám tiệt phòng Đối sọp mùi đóng Ngay ní Pú đôn nâng priên pram nẹ tiệt Bàn prap propon ở riếp trong bài tắc bóng pung Đàm bay từ bò bánh sát nở prey Pro hai chư pi từ bay ngay mà đón Tướp quát trở lọp một tèo vinh Cứ bánh bàn sát dốc từ lụa Tướp dốc lui trở lọp một tèo vinh Pro lâm xoang xoang Lứ xô xâm lên môn cô pro nghiêu Pú đô mani mani đã propon ở đàm bài Rùi quát từ lúc liên mục Riếp trong krương prada prada Đôi chia cầm plương Khbân sna chia đạp Lũ ngay rẽ trang cho ba presoria Priên prey yetra mani mani chôl knong preyពេលទៅដល់ក្នុងព្រៃព្រានព្រៃដើរកាប់វល្លិឫស្សីដាក់ជាអន្ទាក់សត្វនិងកាប់កូនឈើដើម្បីធ្វើជាធ្នាក់ពួនលើដើមឈើព្រោះថាយកប្រលប់មិនអាចសម្រាកផ្ទាល់ដីបានទេការពារសត្វសាហាវផ្សេងមកយាយីជាដើមជាពិសេសគឺខ្លាតែម្ដងលុះធ្វើគ្រឿងអន្ទាក់គ្រប់ប្រដាប់ហើយព្រានក៏ប្រញាប់ធ្វើធ្នាក់ព្រោះថ្ងៃរសៀលណាស់ហើយពូដូងគាត់បាននិយាយថាតោះគ្នាយើងរត់រះធ្វើធ្នាក់ឲ្យរួចថ្ងៃក៏រសៀលហើយបន្តិចទៀតយប់ហើយក្រែងធ្វើធ្នាក់មិនទាន់ពិបាករកកន្លែងសម្រាកពូផេងបាននិយាយថានឹងហើយដូងចុះចំណែកថ្ងៃនេះដូងឯងធ្វើអន្ទាក់បានប៉ុន្មានដែរពូដូងបានតបលោកបងអើយមិនសូវច្រើនទេព្រោះជាប់បិទធ្វើព្រួញផងដើររោគពឹសដាក់ចុងព្រួញផងពឹសដាក់ចុងព្រួញភាកច្រើនគេប្រើពឹសពុះវែកដើម្បីងាយស្រួលបាញ់សត្វទៅសត្វនោះឆាប់ងាប់ពិសេសសត្វធំពូផេងក៏បាននិយាយបន្តណាស់ហើយយីរវល់តែនិយាយគ្នាមេចង់ងងឹតទៅហើយតោះរោគទៅមួយទឹកមួយប្រងសិនសឹមបាយទឹកពួកព្រានទាំងអស់ក៏ចេញដំណើរទៅមួយទឹកសម្អាតខ្លួនរួចស្រស់ស្រូបអាហារពេលល្ងាចរបស់ពួកគេយ៉ាងឆ្ងាញ់ពិសាខ្លះបានបុកអំពិលខ្ចីក្រសាំងខ្លះដុតត្រីខ្លះអំបិលប្រហុកដាក់ម្ទេសហិលទំនងស្រក់ទឹកមាត់ណាស់ឯអន្លក់ក៏សម្បូរបែបមានទាំងត្រួយស្វាយខ្ចីត្រួយរាំងកញ្ឆែតត្រកួនខ្ចីជាដើមក្រោយស្រស់ស្រូបអាហាររួចពួកព្រានឡើងទៅលើធ្នាក់រងចាំពួនដើម្បីចាំបាញ់សត្វធំដែលជាប់អន្ទាក់ហើយមិនទាន់ងាប់នៅពេលប្រហែលជាម៉ោង 9 យប់ពួកព្រានកំពុងតែពួនស្ទាក់លើធ្នាក់ស្រាប់តែព្រាននៅចុងគេបានធ្វើសញ្ញាដោយហួចឲ្យដឹងថាមានសត្វធំចូលមកហើយពូដូងជាព្រានដែលស្ទាត់ជំនាញគ្រាន់តែឮសំឡេងខ្យល់បក់សត្វចាបប្រែជាស្ងាត់ខុសពីធម្មតាសម្រាប់ជើងសត្វជន់លើស្លឹកឈើងាប់ច្រោកគាត់ក៏ធ្វើសញ្ញាប្រាប់ទៅព្រានដតីទៀតថាមានខ្លាដំបងមួយកំពុងដើរចូលមកហើយដោយឃើញសញ្ញាហើយព្រានទាំងឡាយបានប្រុងប្រៀបអាវុធដើម្បីត្រៀមបាញ់សត្វខ្លានោះក្នុងស្ថានភាពតានតឹងផងព្រានក៏ហាក់ដូចជាបារម្ភផងដោយខ្លាចសត្វខ្លានោះធំវាពិបាកនឹងសម្លាប់កានងស្នាក្បិនកំពុងតម្រង់ចំមុខសញ្ញាស្រាប់តែព្រានម្នាក់នៅចុងគេស្រឡាំងកាំងដោយប្រែជាឃើញប្រពន្ធរបស់ខ្លួនកំពុងតែពោលកូនហើយហៅគាត់ឲ្យចុះមកក្រោកឪវាចុះមកក្រោកបន្តិចមកខ្ញុំមានរបស់ផ្ញើឯងហូបម៉ែវាមិនមកអីទាំងយប់នឹងមិនក៏ឯងមិនប្រាប់ខ្ញុំមុនថាឯងមកទីនេះ
ព្រានបំរុងតែនឹងចុះទៅក្រោមហើយស្រាប់តែពូដូងបាញ់មួយគ្រាប់សំដៅទៅលើប្រពន្ធព្រានធ្វើឲ្យនាងដួលទៅនឹងដីស្រែកមួយទំហឹងអីយ៉យឪវាមិនក៏ឯងមិនជួយខ្ញុំផងព្រាននោះខឹងនឹងពូដូងខ្លាំងណាស់ស្រែកជេរទាំងកំហឹងទៅពូដូងអាដូងមិនក៏ឯងបាញ់ប្រពន្ធអញខំពោកូនមានរបស់ផ្ញើអញផងអញធ្វើអីឯងបានមកបាញ់ប្រពន្ធអញឯងចង់ស្លាប់ឬដោយឃើញបែបនេះពូដូងតបទៅយ៉ាងលឿនចំគួតពេលឯងមកព្រៃមានប្រាប់ប្រពន្ធកូនអត់ថាឯងទៅរកសត្វនៅព្រៃណាឯងមិនគិតមើលថាមិនក៏ប្រពន្ធឯងស្គាល់កន្លែងនេះហើយមកទាំងយប់ទៀតក្រែងអំបាញ់មិញឯងឃើញខ្លាធំដំបងមិនក៏ចេញមកជាប្រពន្ធឯងវិញនេះមិនមែនជាប្រពន្ធរបស់ឯងទេវាគឺជាព្រាយខ្លាទេតើអញនឹងបាញ់វាឲ្យងាប់ពូព្រានមិនបានស្ដាប់ពូដូងទេរត់តែខឹងខ្លាំងឡើងព្រោះឃើញប្រពន្ធខ្លួនកំពុងតែមានរបួសស្រាប់តែពូដូងបាញ់មួយគ្រាប់ទៀតចំកូនដែលពោនឹងដៃឃើញដូចនេះគាត់ស្ទុះចុះពីលើធ្នាក់ទៅរកប្រពន្ធមិនទាន់ដល់ដីស្រួលបួលផងស្រាប់តែប្រពន្ធបែរคล้ายទៅជាសត្វខ្លាហក់ស្ទុះមកផ្ទះគាត់ពី3ដៃរួចអស់ចូលក្នុងព្រៃបាត់ព្រានគ្រប់គ្នាតក់ស្លុតយ៉ាងខ្លាំងដោយឃើញហេតុការណ៍បែបនេះគ្រប់គ្នាសោកស្ដាយដែលព្រាននោះមិនស្ដាប់ពូដូងផុតពីនេះស្រាប់តែឃើញប្រពន្ធពូដូងចេញមកម្ដងភ្លាមនោះពូដូងពុំបានគិតច្រើនឡើយក៏តម្រុំកណ្ដុងប្រុងនឹងបាញ់ស្រាប់តែប្រពន្ធគាត់នោះคล้ายជាខ្លាហក់ផ្ទះស្រវាប្រឹងឡើងដើមឈើតាមជណ្ដើរធ្នាក់ព្រានគ្រប់គ្នាបាញ់តម្រង់ទៅខ្លានោះប៉ុន្តែហាក់ដូចជាមិនបានការសោះដោយផ្លែអាវុធទាំងអស់មិនអាចមុតស្បែកខ្លានោះបានឡើយប៉ុន្តែសំណាងល្អដែរដោយសារតែពូដូងជាព្រានចេះមន្តអាគមក៏បានសូត្របាលីគាថាព្រោះដាក់មកព្រួញបាញ់សំដៅទៅសត្វខ្លាត្រូវហូរឈាមវាក៏ស្រែកខ្ទរពេញព្រៃហើយក៏បោលសំដៅទៅក្រៅដោយឃើញស្ថានភាពមិនស្រួលពូដូងបបួលព្រានទាំងអស់កាន់អាវុធត្រឡប់ទៅផ្ទះវិញដោយខ្លាចខ្លានោះទៅរកប្រពន្ធនៅឯផ្ទះមិនខុសពីការគិតរបស់ពូដូងមែនខ្លាដែលត្រូវរបួសនោះបានទៅដល់ផ្ទះពូដូងរួចខ្លែងសំលេងជាពូដូងពុះទ្វារផ្ទះហៅប្រពន្ធពូដូងឲ្យទៅបើកទ្វារឲ្យម៉ែវាបើកទ្វារខ្ញុំបន្តិចនរណាគេនឹងឪវាមែនចុះមិនក៏ឯងមកលឿនម្លេះហើយមកទាំងយប់ទៀតខ្ញុំបានសាច់ខ្លាធំណាស់ទើបមកទាំងយប់នឹងប្រពន្ធបំរុងតែនឹងបើកទ្វារហើយក៏នឹកឃើញពាក្យសម្ដីរបស់ប្តីដែលបានផ្ដាំមុននឹងចេញទៅព្រៃថារយៈពេល3ថ្ងៃទើបគាត់ត្រឡប់មកវិញហើយមកវិញពេលថ្ងៃមិនថាមានរឿងអ្វីក៏ដោយមិនត្រូវបើកទ្វារឲ្យនរណាម្នាក់នៅពេលយប់ព្រលប់នោះទេប៉ុន្តែដោយសារឮសំឡេងប្តីរបស់ខ្លួនហើយក៏ងើបទៅបើកទ្វារឲ្យគ្រាន់តែបើកទ្វារភ្លាមគាត់គាំងមិនអាចកម្រើកបានដោយសារអ្វីដែលគាត់បានឃើញមិនមែនជាប្តីរបស់គាត់ទេគឺជាខ្លាដំបងដ៏ធំមួយវាក៏ស្ទុះមកបំរុងខំគាត់ទៅហើយស្រាប់តែស្នូគ្រាប់កំភ្លើងមួយគ្រាប់បានបាញ់ទម្លុះចំក្បាលខ្លានោះបណ្ដាលឲ្យដេកដួលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុក្រោយពីស្លាប់ទៅខ្លានោះក៏ប្រែរូបរាងទៅជាមនុស្សពាក់កណ្ដាលនិងខ្លាពាក់កណ្ដាលរួចពូដូងក៏យកសាកសពព្រាយខ្លានោះទៅដាក់នៅក្នុងវត្តដើម្បីសូមឲ្យព្រះចៅអធិការវត្តធ្វើការសូត្រមន្តនិងនាំផ្លូវដល់ព្រាយនោះឲ្យបានទៅចាប់ជាតិជាថ្មីសូមអរគុណទៅដល់ប្រិយមិត្តសម្លេងនិទានរឿងទាំងអស់ដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណ